សម្ដេចព្រះប្រមុខរដ្ឋបានសពព្រះハរតីអញ្ជើញឯកឧត្តមប្រធានាធិបតីលីចៅជីនិងលោកជំទាវជាអធិបតីក្នុងពិធីប្រណាំងទូកងនៅលើផ្ទៃទន្លេមេគង្គក្រោមការអបអរសាទរយ៉ាងកក់ក្ដៅពីសំណាក់មហាជនដ៏ច្រើនកុះករកីឡាករអុំទូកទាំងអស់បាននាំគ្នាអុំឆ្លងកាត់វេទិកាកិត្តិយសដើម្បីសម្ដែងគារវកិច្ចថ្វាយនិងជូនគណៈអធិបតីដោយក្តីរំភើបរីករាយឥតឧបមាផ្ទៃទឹកទន្លេមេគង្គនាឱកាសនេះមានភាពកក្រើកញាប់ញ័រក្រោមសម្លេងជ័យឃោសដ៏កងរំពងអបអរសាទរនិងមហាមិត្តភាពរវាងប្រជាជាតិកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនដែលមានភាពជាអមតៈដោយទឹកទន្លេមេគង្គដែលមិនចេះរីងស្ងួតសោះឡើយ។